វីដេអូនេះមិនមែនត្រូវបានបង្កើតឡើងដើម្បីលើកដំកើងប្រទេសថៃនោះទេពួកយើងគ្រាន់តែចង់បង្ហាញរបៀបដែលអាជីវកម្មគ្រួសាររបស់ពួកគេចូលរួមអភិវឌ្ឍជាតិនិងថាតើវិស័យអាជីវកម្មគ្រួសារខ្មែរអាចជួយជំរុញកំណើនលូតលាស់នៃប្រទេសកម្ពុជាដូចម្តេចខ្លះប៉ុណ្ណោះថៃគឺជាប្រទេសឧស្សាហកម្មនិងសេវាកម្មទេសចរណ៍ដ៏ធំមួយនៅតំបន់អាស៊ីសេដ្ឋកិច្ចរបស់ប្រទេសនេះមិនមែនជំរុញដោយក្រុមហ៊ុនបរទេសឬពឹងលើតែគោលនយោបាយរបស់រដ្ឋាភិបាលនោះឡើយប៉ុន្តែមួយផ្នែកធំពឹងលើសាជីវកម្មគ្រួសារក្នុងស្រុកធំៗអាជីវកម្មគ្រួសារឬ Family Business គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចថៃដែលគាំទ្រដល់ស្ថិរភាពនិងកំណើនសេដ្ឋកិច្ចជាតិយោងតាមទស្សនាវដ្តី Money and Banking ត្រឹមឆ្នាំ2025ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនថៃមានរហូតដល់ទៅ 76% គឺជាអាជីវកម្មគ្រួសារហើយគិតតែអាជីវកម្មគ្រួសារចុះបញ្ជីក្នុងផ្សារហ៊ុនសរុបចូលគ្នារកចំណូលប្រចាំឆ្នាំបានចំនួន9 trillion បាតឬស្មើប្រហែលជិត290 លានដុល្លារអាមេរិកស្មើពាក់កណ្ដាលនៃទំហំសេដ្ឋកិច្ចថៃទាំងមូលនេះមិនទាន់គិតអាជីវកម្មគ្រួសារឯកជនទាំងតូចទាំងធំដែលមិនទាន់បោះលក់ភាគហ៊ុននៅឡើយអតីតនាយករដ្ឋមន្ត្រីថៃត្រកូលថាស៊ីនក៏ជាមេដឹកនាំសាជីវកម្មគ្រួសារនាយករដ្ឋមន្ត្រីទើបឈ្នះឆ្នោតថ្មីអាណូទីនក៏មានប្រភពមកពីសាជីវកម្មគ្រួសារហើយក្បាលម៉ាស៊ីនសំខាន់នៃបកប្រឆាំងធំជាងគេនៅប្រទេសថៃក៏ជាអ្នកស្នងមរតកនៃសាជីវកម្មគ្រួសារដែរត្រឹមតែសាជីវកម្មគ្រួសារលំដាប់កំពូលមួយគឺ CP Group របស់ត្រកូលជារាវណុនកាលពីឆ្នាំ2023រកចំណូលសរុបបានចំនួនដល់ទៅ105,000 លានដុល្លារអាមេរិកស្មើ 1/5 នៃទំហំសេដ្ឋកិច្ចថៃទាំងមូលនិងច្រើនជាងទំហំសេដ្ឋកិច្ចនៃប្រទេសមីយ៉ាន់ម៉ានិងឡាវបូកបញ្ចូលគ្នាទៅទៀតតើសម្ព័ន្ធសាជីវកម្មគ្រួសារឯកជនមួយអាចរកចំណូលប្រចាំឆ្នាំបានច្រើនជាងទំហំសេដ្ឋកិច្ចនៃប្រទេសជិតខាងដូចម្តេចទៅស្ដាប់ទៅពួកគេមានឥទ្ធិពលធំណាស់ក្រៅពី CP Group នៅមានសាជីវកម្មគ្រួសារដ៏មានឥទ្ធិពលផ្សេងទៀតដូចជា TCC Group របស់គ្រួសារសេរីវឌ្ឍនភក្តី Central Group របស់គ្រួសារជារាធិវត្តនិងសាជីវកម្មគ្រួសារយោវិឆាម្ចាស់កម្មសិទ្ធិ 100% នៃក្រុមហ៊ុនភេសជ្ជៈនិងអាហារកញ្ចប់ TCP Group និងជាអ្នកគ្រប់គ្រងភាគហ៊ុន 51% នៃក្រុមហ៊ុនភេសជ្ជៈបើកម្លាំងកោជល Red Bull ជា MBH ជាដើមពួកគេរកប្រាក់ចំណូលពីជុំវិញពិភពលោកចូលប្រទេសថៃតាមរយៈប្រតិបត្តិការអាជីវកម្មដោយផ្ទាល់និងការនាំចេញសរុបចូលគ្នាបានរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំនិងគ្រាន់តែសាជីវកម្មគ្រួសារលំដាប់កំពូល Top 10 រួមចំណែកបង់ពន្ធប្រចាំឆ្នាំដល់រដ្ឋាភិបាលថៃចំនួនរាប់ពាន់លានដុល្លារថ្ងៃនេះយើងមិនត្រឹមតែនិយាយអំពីភាពមានបាននៃសាជីវកម្មគ្រួសារធំៗទាំងនេះទេប៉ុន្តែរួមទាំងរបៀបដែលពួកគេទ្រទ្រង់និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ពួកគេផងដែរមាតិកានេះនាំមកជូនលោកអ្នកដោយAvastar Carpet គឺជម្រើសល្អបំផុតសម្រាប់លោកអ្នកយើងខ្ញុំមានអ្នកជំនាញក្នុងការរចនាម៉ូដកម្រាប់រំជាច្រើនជាពិសេសរចនាបថបែបខ្មែរដែលផ្អែកលើសិល្បៈបុរាណក្បាច់ខ្មែរនិងលំនាំប្រពៃណី Avastar Carpet ត្រូវបានជឿទុកចិត្តដោយក្រសួងស្ថាប័នរដ្ឋធំនានាព្រមទាំងបានជ្រើសរើសដោយប្រលានយន្តហោះអន្តរជាតិដែលចូលក្រុងតាខ្មៅសន្តាគារសាលអាពាហ៍ពិពាហ៍ភូមិគ្រឹះនិងអគារនានាអ្វីដែលពិសេសនោះយើងខ្ញុំមាននៅសេវាកម្មរចនាម៉ូដប្រឹក្សាយោបល់ដំឡើងសម្អាតនិងជួយកម្រាលព្រំក្រាលសម្រាប់កម្មវិធីដែលមានក្រុមការងារប្រចាំការសម្រាប់ដោះស្រាយបញ្ហាថែមទៀតផងសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទខាងក្រោមឬអញ្ជើញមកកាន់ showroom Avastar Carpet ទាំងពីរសាខាក្រុមហ៊ុនរចនានិងសាងសង់ Future Design XBL ប្រសិនបើលោកអ្នកត្រូវការដេកផ្ទះទីតាំងអាជីវកម្មសួនច្បារធ្វើស្លាកយីហោអាជីវកម្មឬការងាររចនានិងសាងសង់ផ្សេងៗយើងសូមណែនាំ Future Design XBLអាជីវកម្មគ្រួសារឬ Family Business មិនមែនសំដៅលើអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារនោះទេនិយមន័យរបស់វាគឺសំដៅលើអាជីវកម្មដែលកាន់កាប់កម្មសិទ្ធិភាគធំដោយគ្រួសារណាមួយហើយតំណែងកំពូលក៏គ្រប់គ្រងដោយគ្រួសារនោះដែរដរាបណាកម្មសិទ្ធិភាគធំនិងតំណែងកំពូលកាន់កាប់ដោយគ្រួសារតែមួយនោះហៅថាអាជីវកម្មគ្រួសារដោយមិនកំណត់ថាជាអាជីវកម្មខ្នាតតូចមធ្យមឬធំឬក៏ជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនឡើយនៅសហរដ្ឋអាមេរិកមានអាជីវកម្មគ្រួសារធំដូចជា Walmart របស់ត្រកូល Walton មានក្រុមហ៊ុនផលិតរថយន្ត Ford Motor ក្រុមហ៊ុន Cargill នៅបារាំងមានសាជីវកម្មគ្រួសារ LVMH របស់គ្រួសារលោក Arnold ម្ចាស់យីហោទំនិញប្រណិតដូចជា LV និង Dior នៅកូរ៉េខាងត្បូងមានសាជីវកម្មគ្រួសារល្បីៗដូចជា Samsung, LG, Hyundai នៅសិង្ហបុរីមានសាជីវកម្មគ្រួសារ Hong Leong Group របស់គ្រួសារត្រកូល Kwek គួក Group របស់គ្រួសារគួក
នៅប្រទេសវៀតណាមមានវិនគ្រប់របស់គ្រួសារលោកផាំញ៉ាត់វងSovico Group ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនអាកាសចរវៀតជិតរបស់គ្រួសារលោកស្រីងុយិនធីផុងថៅដែលឡែកនៅកម្ពុជាមាន Royal Group របស់អ្នកអង្គការគិតមេង Burberry Group របស់អ្នកអង្គការសៀរធីនិងសាជីវកម្មគ្រួសារលំដាប់កំពូលជាច្រើនទៀតគណៈសហគ្រាសខ្នាតតូចនិងមធ្យមភាគច្រើននៅកម្ពុជាក៏ជាអាជីវកម្មគ្រួសារដែរឥឡូវងាកមកនិយាយអំពីអាជីវកម្មគ្រួសាររបស់ប្រទេសថៃវិញដោយសារកត្តាអំណោយផលពីការមានសុខសន្តិភាពយូរជាងគេក្នុងតំបន់ជាពិសេសប្រទេសជុំវិញអាជីវកម្មគ្រួសាររបស់ថៃមានឱកាសរីកចម្រើននិងចាក់ឫសជ្រៅទាំងក្នុងសេដ្ឋកិច្ចជាតិរបស់ខ្លួននិងសេដ្ឋកិច្ចតំបន់ពួកគេមានអាជីវកម្មគ្រួសារជាច្រើនមានអាយុកាលលើស100ឆ្នាំក្នុងចំណោមសាជីវកម្មគ្រួសារលំដាប់កំពូលទាំង10របស់ថៃ CP Group គិតត្រឹមឆ្នាំ2026មានអាយុកាល105ឆ្នាំកំពុងដឹកនាំនិងអភិវឌ្ឍដោយអ្នកបន្តវេនចំនួនទី3ហើយងាកមកមើលក្រុមហ៊ុនផលិតភេសជ្ជៈបើកម្លាំងអូសថស្ប៉ារបស់គ្រួសារអូសាថានុក្រាស់វិញមានអាយុកាល135ឆ្នាំកំពុងបន្តដឹកនាំដោយអ្នកស្នងមរតកចំនួនទី5សម្ព័ន្ធសាជីវកម្មគ្រួសារទាំងនេះមានឥទ្ធិពលខ្លាំងណាស់ក្នុងសេដ្ឋកិច្ចនិងសង្គមថៃទីផ្សារស្រាបៀរតម្លៃរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំនៅក្នុងប្រទេសនេះមួយផ្នែកធំគ្រប់គ្រងដោយគ្រួសារតែចំនួន2ប៉ុណ្ណោះរួមមានគ្រួសារសេរីវឌ្ឍនភក្តីតាមរយៈក្រុមហ៊ុនថៃបែវម្ចាស់ស្រាបៀរយីហោរូបដំរីនិងគ្រួសារភិរមភក្តីនៃក្រុមហ៊ុនប៊ូនរ៉ៅដែលជាអ្នកផលិតស្រាបៀរយីហោរូបសឹងនិងរូបខ្លាចំណែកឯ CP Group គ្រប់គ្រងទីផ្សារចំណីអាហារនិងសង្វាក់ផ្គត់ផ្គង់ជាប្រព័ន្ធ CP Group ធ្វើអាជីវកម្មរាប់ចាប់ពីការផលិតចំណីសត្វនិងគ្រាប់ពូជដំណាំបន្ទាប់មកមានកសិដ្ឋានចិញ្ចឹមសត្វមានរោងចក្រកែច្នៃសាច់និងចំណីអាហារនិងមានបណ្ដាញលក់រាយនិងដុំអាចប្រើសម្រាប់លក់ទំនិញរបស់ខ្លួនថែមទៀតរួមមាន 7-Eleven ផ្សារ Makro ផ្សារ Lotus ព្រមទាំងមានសម្បីតែតូបលក់មាន់បំពងនិងប្រហិតនិងហាងលក់សាច់ស្រស់មើលទៅសម្ព័ន្ធសាជីវកម្មគ្រួសារមួយនេះពួកគេគ្រប់គ្រងបាន value chain យ៉ាងរឹងមាំដំណើរការអភិវឌ្ឍនិងស្ថិរភាពសេដ្ឋកិច្ចមួយផ្នែកធំស្ថិតក្រោមឥទ្ធិពលសាជីវកម្មគ្រួសារធំៗរាប់ត្រឹមតែ Top 10 នៃសាជីវកម្មគ្រួសាររបស់ថៃពួកគេអាចរកចំណូលក្នុងមួយឆ្នាំបានរាប់រយពាន់លានដុល្លារពីក្នុងតំបន់អាស៊ីនិងទូទាំងពិភពលោកនិងរួមចំណែកបង់ពន្ធឲ្យរដ្ឋាភិបាលថៃរាប់ពាន់លានដុល្លារដែលអាចប្រើប្រាស់ក្នុងថវិកាជាតិសម្រាប់អភិវឌ្ឍវិស័យសាធារណៈសន្តិសុខសង្គមនិងសូម្បីតែពង្រឹងវិស័យការពារជាតិជាក់ស្ដែងគ្រាន់តែសាជីវកម្ម CP Group មួយក្នុងឆ្នាំ2023រកចំណូលបានសរុបចំនួន 3.32 ត្រិលៀនបាតស្មើប្រហែល105ពាន់លានដុល្លារអាមេរិកក្នុងនោះមានជាង 52% រកបានពីក្រៅប្រទេសថៃនិងបង់ពន្ធឲ្យរដ្ឋចំនួនជាង 15 ពាន់លានបាតស្មើប្រហែល 490 លានដុល្លារនេះគឺជាចំនួនច្រើនសម្បើមណាស់ដែលវាឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់ CP Group ក្នុងការរកប្រាក់ចំណូលបានចំនួនរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំពីក្រៅប្រទេសចូលប្រទេសថៃនិងការរួមចំណែកចូលរួមក្នុងថវិកាជាតិតាមរយៈការបង់ពន្ធចំនួនជិត500លានដុល្លារក្នុងមួយឆ្នាំក្រៅពីទូនីតិគ្រប់គ្រងសេដ្ឋកិច្ចជាតិតាមរយៈចំនួនប្រាក់ចំណូលការបង្កើតការងារឲ្យប្រជាជននិងការបង់ពន្ធសាជីវកម្មគ្រួសារលំដាប់កំពូលរបស់ថៃទាំងនេះក៏កំពុងរួមចំណែកអភិវឌ្ឍជាតិតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនិងការផ្លាស់ប្ដូរបច្ចេកវិទ្យាជឿនលឿនផងដែរហេដ្ឋារចនាសម្ព័ន្ធប្រៀបដូចជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងដើម្បីសម្រួលតម្រូវការរស់នៅរបស់ប្រជាជនប៉ុន្តែការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវល្បឿនលឿនផ្លូវដែកទំនើបកំពង់ផែទឹកជ្រៅនិងអាកាសយានដ្ឋានអន្តរជាតិជាដើមគឺមានតម្រូវការដើមទុនសម្បើមណាស់ដែលរដ្ឋាភិបាលអាចមិនមានហិរញ្ញវត្ថុសម្រាប់ធ្វើវាដោយខ្លួនឯងដូច្នេះរដ្ឋាភិបាលអាចខ្ចីបំណុលបរទេសឬពីស្ថាប័នអន្តរជាតិណាមួយឬក៏ផ្ដល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុនបរទេសដែលលទ្ធភាពខ្ពស់បានទៅលើក្រុមហ៊ុនចិនក៏ប៉ុន្តែប្រសិនបើនៅក្នុងប្រទេសមានក្រុមហ៊ុនក្នុងស្រុកដែលមានលទ្ធភាពខ្ពស់ច្រើននោះពួកគេអាចធ្វើជាដៃគូអភិវឌ្ឍរបស់រដ្ឋាភិបាលម្ចាស់ការបានដោយខ្លួនឯងតួយ៉ាងប្រទេសថៃបច្ចុប្បន្ននេះកំពុងជំរុញផែនការសេដ្ឋកិច្ចដ៏ធំមួយដែលត្រូវបានដាក់ឈ្មោះថាច្រករបៀងសេដ្ឋកិច្ចភាគខាងកើតដែលតម្រូវឲ្យមានផ្លូវដែកល្បឿនលឿនកំពង់ផែទឹកជ្រៅនិងបណ្ដាញ 5G សរុបការវិនិយោគមានទំហំរាប់សិបពាន់លានដុល្លារតើអ្នកណាជាអ្នកសាងសង់វាមិនមែនរដ្ឋាភិបាលមិនមែនក្រុមហ៊ុនចិនឬក្រុមហ៊ុនបរទេសណាមួយទេប៉ុន្តែគឺសាជីវកម្មគ្រួសារនៅក្នុងស្រុក
តាមផែនការជំរុញសេដ្ឋកិច្ចរបស់ថៃខាងលើក្រុមហ៊ុន CP Group របស់គ្រួសារជារាវណ្ណដឹកនាំការវិនិយោគសាងសង់ផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅកាន់អាកាសយានដ្ឋានធំៗចំនួន3 ខណៈក្រុមហ៊ុន Gulf Development របស់គ្រួសាររតនាវឌ្ឍីបានវិនិយោគប្រាក់រាប់សិបពាន់លានដុល្លារដើម្បីសាងសង់ Data Center និងហេដ្ឋារចនាសម្ព័ន្ធ Digital សំខាន់ៗនៅក្នុងប្រទេសថៃតាមរយៈការសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Google និង Oracle នៅពេលប្រទេសត្រូវការផ្លូវល្បឿនលឿនរោងចក្រថាមពលឬគម្រោងអភិវឌ្ឍធំៗជំនួសឲ្យជំរើសរំពឹងលើការវិនិយោគរបស់ក្រុមហ៊ុនបរទេសឬខ្ចីបំណុលបរទេសមកសាងសង់ពួកគេមានសាជីវកម្មគ្រួសារក្នុងស្រុកដែលមានប្រភពទុននិងសមត្ថភាពវិនិយោគលើគម្រោងទាំងនោះនេះហើយគឺជាឧទាហរណ៍មួយដែលសាជីវកម្មគ្រួសារឯកជននៅក្នុងស្រុកអាចរួមចំណែកអភិវឌ្ឍជាតិពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចនិងយកប្រៀបលើបណ្ដាប្រទេសដៃគូប្រកួតប្រជែងគុណសម្បត្តិសំខាន់មួយទៀតរបស់សាជីវកម្មគ្រួសារខ្នាតធំទាំងនេះគឺការជួយគាំទ្រវិស័យ SME ដែលជាចន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់និងការដើរតួនាទីជួយជំរុញ soft power របស់ប្រទេសសាជីវកម្មគ្រួសារថៃធំៗចំនួន3រួមមាន CP Group, Central Group និង TCC Group ដែលមានប្រតិបត្តិការអាជីវកម្មហាងលក់រាយនិងផ្សារទំនើបកំពុងដើរតួនាទីជួយលក់ផលិតផលកសិកម្មនិងទំនិញរបស់ម្ចាស់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងស្រុករបស់ខ្លួនទាំងនៅក្នុងទីផ្សារប្រទេសថៃនិងទីផ្សារក្រៅប្រទេសបាត់ពួកគេក៏មានបណ្ដាញហាងលក់ទំនិញនៅប្រទេសជិតខាងនៅប្រទេសចិននិងនៅប្រទេសមួយចំនួនទៀតសាជីវកម្មគ្រួសារទាំងនេះកំពុងគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់និងជួយពង្រឹងសមត្ថភាព SME របស់ថៃតាមរយៈការតម្រូវឲ្យម្ចាស់សហគ្រាសដែលចង់ដាក់លក់ទំនិញក្នុងហាងរបស់ខ្លួនត្រូវគោរពតាមស្តង់ដារគុណភាពទំនិញនិងគោលការណ៍ស្តង់ដារតម្រូវមួយចំនួនទៀតការធ្វើដូច្នេះជំរុញឲ្យម្ចាស់សហគ្រាសយល់ដឹងអំពីការគោរពស្តង់ដារសុវត្ថិភាពអ្នកប្រើប្រាស់និងការគ្រប់គ្រងគុណភាពទំនិញដើម្បីងាយប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិតាមរយៈបណ្ដាញហាងលក់រាយរបស់សាជីវកម្មគ្រួសារទាំង3ខាងលើ SME របស់ថៃមិនត្រឹមតែអាចជោគជ័យក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែក៏មានឱកាសអាចជោគជ័យនៅក្រៅប្រទេសផងដែរជាក់ស្ដែងនៅតាមហាង 7-Eleven និងផ្សារ Macro របស់ CP Group ដែលបើកដំណើរការនៅប្រទេសជិតខាងនិងហាង CP នៅប្រទេសចិនមានលក់ទំនិញនិងកសិផលរបស់ SME ថៃជាច្រើននៅពេលអាជីវកម្មគ្រួសាររបស់ពួកគេជោគជ័យនៅក្រៅប្រទេសពួកគេមិនត្រឹមតែនាំយកប្រាក់ចំណូលចូលទៅក្នុងប្រទេសប៉ុណ្ណោះឡើយប៉ុន្តែរួមទាំងជួយជំរុញផ្នែក soft power ផងដែរសាជីវកម្មគ្រួសារ King Power របស់គ្រួសារសេរីវឌ្ឍនាប្រាបាបានរួមចំណែកតាមរយៈការធ្វើជាម្ចាស់ក្លឹបបាល់ទាត់អង់គ្លេស Leicester City ដែលធ្លាប់ឈ្នះជើងឯកនៃលីកកំពូលដ៏ល្បីល្បាញមួយនេះធ្វើឲ្យពិភពលោកកាន់តែចាប់អារម្មណ៍លើប្រទេសថៃនៅពេលនោះរីឯគ្រួសារយ៉វិឆាបានធ្វើឲ្យប្រទេសថៃល្បីល្បាញក្នុងពិភពលោកតាមរយៈប្រភពនៃការផលិតនិងជាម្ចាស់កម្មសិទ្ធិ 100% នៃក្រុមហ៊ុនភេសជ្ជៈបើកម្លាំងយីហោក្រាទីងដែងឬក៏ជលក្រុមឈ្មោះក្រុមហ៊ុន TCP Group និងជាម្ចាស់ភាគហ៊ុន 51% នៃក្រុមហ៊ុន Red Bull ដែលមានមូលដ្ឋាននៅប្រទេសអូទ្រីសទោះជាយ៉ាងណាក៏ដោយការរីកធំនៃឥទ្ធិពលកាន់តែខ្លាំងឡើងនៃសាជីវកម្មគ្រួសារធំៗខាងលើក៏អាចជាអាវុធមកពីដូចគ្នាទន្ទឹមពេលជាមួយគុណសម្បត្តិនៃការជួយក្នុងសេដ្ឋកិច្ចនិងការអភិវឌ្ឍជាតិពួកគេក៏ត្រូវបានគេរិះគន់ទាក់ទងនឹងការគ្រប់គ្រងទីផ្សារផ្ដាច់មុខដែលដាក់សម្ពាធលើអាជីវកម្មខ្នាតតូចដែលរកស៊ីក្នុងវិស័យដូចគ្នានិងការចោទសួរអំពីអំណាចរវាងច្បាប់និងឥទ្ធិពលគ្រួសាររបស់ពួកគេផងដែរយ៉ាងណាក្តីទោះជាមានរឿងអាស្រូវនិងផលប៉ះពាល់ផ្សេងៗក្នុងគម្រោងវិនិយោគមួយចំនួនរបស់ពួកគេក៏ដោយប៉ុន្តែរឿងពិតដ៏ពិបាកប្រកែកគឺសេដ្ឋកិច្ចទំនើបនិងការលូតលាស់នៃសង្គមថៃអាចកើតឡើងបានមានចំណែកមូលដ្ឋានគ្រឹះនៃសាជីវកម្មគ្រួសារធំៗខាងលើប្រសិនបើគ្មានសាជីវកម្មគ្រួសារធំៗដែលមានកម្លាំងស្វាហាប់ទាំងនេះទេសេដ្ឋកិច្ចថៃទំនងជាកំពុងពឹងលើក្រុមហ៊ុនបរទេសនៅឡើយជាផ្នែកមួយបន្ថែមដើម្បីពន្លឿនសេដ្ឋកិច្ចជាតិរបស់កម្ពុជាតែអ្នកយល់ដូចម្តេចរវាងជំរើសប្រើប្រាស់សហគ្រាសរបស់រដ្ឋអាជីវកម្មគ្រួសារក្នុងស្រុកនិងក្រុមហ៊ុនបរទេសសូមបញ្ចេញមតិរបស់អ្នកក្នុងប្រអប់ comment ខាងក្រោមហើយបើអ្នកចូលចិត្តការផលិតមាតិការបៀបនេះកុំភ្លេចចុច like និង subscribe Channel YouTube Papait Insider ប្រសិនបើអ្នកចង់បង្កើតអាជីវកម្មគ្រួសារថ្មីឬអភិវឌ្ឍអាជីវកម្មមានស្រាប់ឲ្យក្លាយជាសាជីវកម្មខ្នាតធំបន្តច្រើនជំនាន់យើងសូមណែនាំឲ្យអានសៀវភៅយុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្មគ្រួសារដែលត្រូវបានសម្រួលខ្លឹមសារនិងបំពេញបន្ថែមដោយPapait Insiderផ្ទាល់